សួស្តីក៏ដូចជាជំរាបសួរទៅកាន់ពុកម៉ែបងប្អូននិងប្រិយមិត្តដែលតែងតែគាំទ្រ Channel ខ្មៅដៃរបស់ខ្ញុំទាំងអស់គ្នាមួយរយៈចុងក្រោយនេះបងប្អូនប្រកាសជាបានឃើញនៅភាពមិនប្រក្រតីនិងភាពស្ងប់ស្ងាត់របស់ Channel របស់ខ្ញុំវាគឺជារឿងដ៏គួរសោកស្ដាយមួយដែល Channel របស់ខ្ញុំត្រូវបានគេលួចយកទៅគ្រប់គ្រងគឺមានន័យថា hack យកទៅហើយអ្វីដែលកាន់តែធ្វើឲ្យខ្ញុំឈឺចាប់បំផុតនោះគឺគ្រប់វីដេអូគ្រប់ស្នាដៃដែលខ្ញុំបានរៀបរៀងចងក្រងឡើងមកនោះគឺត្រូវបានលុបចោលគ្មានសល់សូម្បីតែមួយវីដេអូបន្ទាប់ពីខ្ញុំបានធ្វើការស្នើ support ទៅកាន់ក្រុមហ៊ុន YouTube ក៏ដូចជា Google ខ្ញុំក៏បានទទួលបានជាមួយនឹង Channel មួយនេះមកវិញប៉ុន្តែអ្វីដែលគួរសោកស្ដាយគឺมันអាច restore ជាមួយនឹងវីដេអូចាស់ៗរបស់ខ្ញុំបានមកវិញទេឥឡូវនេះខ្ញុំនឹងវិលត្រឡប់មកវិញតែមិនមែនត្រឡប់មកវិញជាមួយនឹងទម្រង់ដដែលនោះទេខ្ញុំមកលើកនេះខ្ញុំនឹងពំនាំក៏ដូចជាលើកយកការផលិតវីដេអូបច្ចេកទេសកាត់តនិងការសរសេរតាក់តែងនិពន្ធនៅក្នុងរូបភាពថ្មីមួយទៀតហើយសម្រាប់វីដេអូចាស់ៗដែលបានបាត់បង់ទៅគឺខ្ញុំនៅសល់ហ្វាល់ប៉ុន្តែខ្ញុំចង់សួរទៅកាន់បងប្អូនទាំងអស់គ្នាថាខ្ញុំគួរផុសវាមកវិញឬក៏ចាប់ផ្ដើមធ្វើថ្មីម្ដងទៀតអាចជួយ comment នៅខាងក្រោមវីដេអូនេះបានហើយក៏អរគុណទៅដល់បងប្អូនក៏ដូចជាអ្នកដែលចូលចិត្តស្ដាប់ជាមួយនឹង Channel របស់ខ្ញុំដែលគាត់តែងតែសួរខ្ញុំថាបងបាត់ទៅណាយូរម្ល៉េះបងធ្វើអ្វីទើបអត់ឃើញបងផុសវីដេអូបង Channel បងបាត់ទៅណាទាំងអស់នេះគឺដូចអ្វីដែលខ្ញុំបានរាយរាប់នៅខាងលើអញ្ចឹងគឺ Channel របស់ខ្ញុំគឺត្រូវបាន hack យកដោយជនខិលខូចដែលគាត់បានយក Channel របស់ខ្ញុំទៅប្រើប្រាស់នៅក្នុង content បែបផ្សេងដែលធ្វើឲ្យមានការងឿងឆ្ងល់ពីអ្នកទាំងអស់គ្នាហើយខ្ញុំនឹងត្រឡប់មកវិញនឹងបង្កើតវីដេអូថ្មីៗដើម្បីកំដរទស្សនីយភាពក៏ដូចជាការស្ដាប់ទៅកាន់ពុកម៉ែបងប្អូនបាននឹងស្ដាប់ជាមួយនឹង version ថ្មីរបស់ខ្ញុំជួបគ្នាឆាប់ៗ